First blood. 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 ហ្នឹងហើយអ្នកនរគ្នាពីរបៀបបង្កើត custom អ្នកនរគ្នាយើងចូលទៅយកកាត់ Gear សិនមកគេហ្នឹងហើយអ្នកនរគ្នាចុចចូលកន្លែងនេះមកនេះអូខេកាត់ custom ដែរបាញ់តែចូលក្បាលហ្នឹងហើយចូលកន្លែង custom មកតើយើងចុចបង្កើតទៅពណ៌ហ្នឹងមកព្រោះកន្លែងយើងដាក់ password នេះកន្លែងដាក់ password តែខ្ញុំអត់ចង់ដាក់ហើយខ្ញុំចង់ឧទាហរណ៍ថាចង់បាញ់ចឹងណាអូខេហ្នឹងក៏មកយើងចុចតាមខ្ញុំចឹងមកអូខេហ្នឹងហើយបន្ទាប់មកយើងទាំងអស់គ្នាចុចកន្លែង game ចុចលើមួយមកប៉ាក់មកអូខេយើងអស់ stro មកក្រោមអូខេហើយកន្លែងនេះយើងបើកតកកបើកវាយតកកកុំឲ្យអស់អូខេហ្នឹងចុចបើកកន្លែងហ្នឹងពីរមកអូខេហ្នឹងហើយយើងអុំមកក្រោមបំផុតបន្ទាប់មកយើងមើលកន្លែងនេះយើងចុចកន្លែងចេះពីរហ្នឹងមកអូខេហ្នឹងចុចកន្លែងចេះពីរហ្នឹងមកគឺយើងបាញ់បានអូខេបន្ទាប់មកយើងអុំមកក្រោមយើងអុំមកកន្លែងខាងក្រោមនេះមួយទៀតមកកន្លែងចុចបើកមួយមកហើយកន្លែងចុចមកកន្លែងនេះមួយកន្លែងនេះឲ្យយើងដាក់វគ្គយើងដាក់13វគ្គមកអូខេហើយកន្លែងនេះកន្លែងលុយរបស់យើងបើកលុយឲ្យពេញអញ្ចឹងមកអូខេអូសវាពេញមកអូខេយើងបើកវាពេញអញ្ចឹងមកបន្ទាប់មកយើងចុចមកខាងនេះវិញកន្លែងនេះគេឲ្យឧទាហរណ៍ថាកន្លែងនេះឥឡូវយើងឧទាហរណ៍មួយថាឥឡូវកំភ្លើងនេះកំភ្លើង G18 យើងចុចបិទចេះមកអាហ្នឹងគឺមានន័យថាវាអត់អស់លុយទេគឺលុយអូតូមកយើងទិញអីអត់ចេះអស់លុយអញ្ចឹងហ្នឹងហើយបើយើងបិទគ្រីសយើងបិទគ្រីសអាហ្នឹងកំភ្លើងយើងអត់មានទេបើយើងដាក់គ្រីសអញ្ចឹងកំភ្លើងនៅក្នុង custom របស់យើងមានអូខេហើយយើងអូស្ត្រូមកក្រោមហើយយើងមករើសមុខអូខេហ្នឹងហើយអូស្ត្រូមកក្រោមមកនេះអូខេកន្លែង level 4 level 3ហ្នឹងគឺជាមុខហើយនឹងអាក្រប់របស់យើងចុចឧទាហរណ៍ថាយើងចុចគ្រីសវាមកអាហ្នឹងគឺបានខាទេបានអាក្រប់ហើយនឹងមុខ level 3 level 4អូខេហ្នឹងហើយហើយបន្ទាប់មកយើងចុចកន្លែង continue ចេះមកអូខេហ្នឹងហើយចុច continue មកអូខេយើងចុចមួយទៀតមកអូខេឥឡូវគឺមានអ្នកចូលលេងយើងឧទាហរណ៍សិនអូខេអូអត់លេងមើលមានអ្នកលេងអត់អូខេនេះគឺជាដៃហ្គេមរបស់ខ្ញុំអូខេណាចាំមើលយើង I will ensure the Yagami name lives on នេះឃើញវាមានមុខ level 3 level 4អូខេមិនយើងអត់បានទៅបើកយកអាយ cross level 4អូខេយើងបានថាមុខអូខេអូខេឃើញអត់នេះអញ្ចឹងខ្ញុំអត់បានលេងវគ្គហ្នឹងទេអូខេហ្នឹងយើងចុចថយទៅចុះវីដេអូនេះគឺមានតែប៉ុណ្ណេះទេបាទ